ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមន្តគាថាព្រះអគ្គីមេទី2ហើយនិងមេទី3មេទី1ហ្នឹងគឺខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូនរួចរាល់ហើយមេទី2ហើយនិងមេទី3នេះស្តៀងនឹងមេទី1ដែរទេពុកម៉ែបងប្អូនហ្នឹងហើយមន្តគាថានេះចំពោះព្រះសង្ឃគឺมันអាចប្រើបានទេព្រោះត្រូវអាបត្តិពុកម៉ែបងប្អូនណាហ្នឹងហើយក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គលោកបានស្វែងយល់ផងជាមួយនឹងមន្តគាថានេះមុននឹងប្រើហើយចំពោះមនុស្សយើងដែលជាមិនមែនព្រះសង្ឃយើងអាចប្រើបានប៉ុន្តែសូមឲ្យយើងប្រើក្នុងការពិចារណាពុកម៉ែបងប្អូនណាមន្តគាថានេះមុននឹងដល់យើងប្រើគឺយើងប្រើមន្តគាថាផ្សេងហើយបើសិនតែយើងបណ្ដេញមនុស្សនោះមិនទៅគឺបានជាយើងឈានដល់ប្រើនៅមន្តគាថានេះព្រោះមន្តគាថានេះគឺយើងប្រើទៅហើយសម្រាប់ចាប់ពពួកអមនុស្សណាដែលរឹងតឹងឬក៏មិនព្រមចេញពីខ្លួនយើងគឺយើងដុតកំឡោចតែម្ដងដុតកំឡោចយកតែម្ដងពុកម៉ែបងប្អូនណាហ្នឹងហើយបើយើងដុតកំឡោចហើយគឺពួកមនុស្សនោះមិនអាចទៅចាប់ជាតិបានទេអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនប្រើដោយមានការពិចារណាពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងប្រើយើងឧទ្ទិសបុណ្យរបស់យើងដែលបានធ្វើនៅពេលណាសូមឲ្យពួកអមនុស្សនោះទទួលបានទៅចំណែកបុណ្យដែលយើងបានធ្វើនោះស្មើគ្នាមុននឹងយើងធ្វើដល់មន្តគាថានេះដើម្បីជាការឆ្លើយតបនៅអ្វីដែលពួកអមនុស្សនោះមិនព្រមចេញពីខ្លួនយើងពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងសូត្រនៅគាថានេះគឺយើងសូត្រនៅនមោពុទ្ធិយសិទ្ធិចំនួន3ចប់ហើយយើងសូត្រនៅគាថានេះចំនួន7ចប់យើងសូត្រថាឧមៈអគិឡូភាំងវាំងចិត្តឧមៈអគិឡូស្វាហៈឧមៈអគិឡូភាំងវាំងចិត្តឧមៈអគិឡូស្វាហៈមេទី3អេអគិបដិសទ្ធិស្វាហៈអេអគិបដិសទ្ធិស្វាហៈអេអគិបដិសទ្ធិស្វាហៈពុកម៉ែបងប្អូនណាសូត្រដូចខ្ញុំសូត្របង្ហាញចឹងមកហើយមុននេះគឺប្រើសម្រាប់បញ្ចុះជាមួយនឹងធូបមួយសរសៃហើយសូត្រ7ចប់យកទៅគៀបចន្លោះម្រាមជើងហើយនឹងមេជើងពុកម៉ែបងប្អូនណាដើម្បីបណ្ដេញនៅពួកមនុស្សទាំងឡាយណាដែលមិនព្រមចេញពីខ្លួនរបស់មនុស្សយើងមួយទៀតគឺយកទៅស្រោចទឹកក៏បានដែរពុកម៉ែបងប្អូនណាបណ្ដេញអមនុស្សបានដូចគ្នាពុកម៉ែបងប្អូនណាហ្នឹងហើយអ្នកណាដែលមិនចេះសូត្រនៅមន្តគាថាអស់ទាំងនេះពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តែសំឡេងរបស់ខ្ញុំហើយសូត្រតាមទៅពុកម៉ែបងប្អូនណាហ្នឹងហើយរៀនចាស់ដូចគ្នាពុកម៉ែបងប្អូនឲ្យតែមានការព្យាយាមសិក្សារៀនសូត្រស្វែងយល់ពុកម៉ែបងប្អូនណាហ្នឹងហើយមុនគាថាខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា